ស្ដីបងប្អូនអរគ្នាថ្ងៃនេះមកទៀតហើយគឺមកសាលារៀនវិទ្យាល័យមិញហ្នឹងនៅបឋមឥឡូវនៅវិទ្យាល័យម្ដងគឺវិទ្យាល័យហើយនឹងបឋមវាឆ្លងផ្លូវគ្នាទល់មុខគ្នាគឺគ្រាន់តែយើងឆ្លងផ្លូវមកដល់វិទ្យាល័យហ្មងនេះបងប្អូននេះវិទ្យាល័យលោកសៅហើយណាមួយមើលទៅទេវភាពខ្លាចមែនតើបងប្អូនយើងធ្លាប់តាការយើងនៅរៀនវាថាវាអនុវត្តដល់ថ្នាក់ហ្នឹងដល់ពេលយើងមកលេងម្ដងទៅគឺមានអារម្មណ៍ថាប្លែកភ្នែកហ្នឹងមើលនេះទៅមើលតែកន្លែងអានេះឥឡូវមានកន្លែងអង្គុយបងប្អូននេះមានរឹងមានកន្លែងអង្គុយមានសួនច្បារមានអីគឺដូចគាត់ស្អាតមែនតើហើយថ្ងៃនេះថ្ងៃចូលឆ្នាំទី3អត់មានម្នេះមានខ្ញុំមួយបងប្អូនគឺមកលេងមានអារម្មណ៍ថានឹកអនុស្សាវរីយ៍ខ្លួនឯងពេលដែលធ្លាប់ការសិក្សាការនៅរៀនមានគូម៉ាក់ធ្លាប់អត់លេងអត់អីអញ្ចឹងណាបងប្អូនពេលដែលយើងមិនតមានប្រពន្ធឥឡូវយើងមានប្រពន្ធកូនហើយយើងអប់រៀនយូរឆ្នាំដែរហើយក៏ប៉ុន្តែថ្ងៃនេះមានអារម្មណ៍ថានឹកអនុស្សាវរីយ៍មើល Facebook អស់យូរទៅឃើញគេផុសអីចឹងណារបៀបថាលក្ខណៈមិត្តភ័ក្តិចឹងណាបងប្អូនដល់ពេលផុសមិត្តភ័ក្តិទៅយើងក៏មានអារម្មណ៍មួយថាអញនឹកអនុស្សាវរីយ៍ដែលធ្លាប់នៅរៀនចឹងជិះម៉ូតូមកដើម្បីមើលថ្នាក់ការនៅរៀនរបស់យើងបងប្អូនមានអីទេបងប្អូននេះសាលារៀនរបស់ខ្ញុំមានប៉ុណ្ណឹងអានេះខ្ញុំដើរចេញមកក្រៅមានសួនណែបងប្អូននេះអានេះផ្លូវឥឡូវក៏ធ្វើស្អាតដែរកាលពីមុនផ្លូវនេះគឺដូចជាដីទនេអត់ទាន់មានសួនច្បារអញ្ចឹងឯកាខ្ញុំឈប់រៀនណាឥឡូវនេះបងប្អូននេះពេញហើយហ្មងហើយឥឡូវសូម្បីតែទឹកចុះណែធ្លាប់អង្គុយលេងនេះក៏មាន2ដែរកន្លែងក្រោយនេះមួយហើយកន្លែងនោះមួយនេះបាទអាប់ដេតខ្លាំងមែនទែនដល់ពេលអញ្ចឹងទៅមានអារម្មណ៍ថាចង់មករៀនភាសាទៀតណាបងប្អូនចង់មករៀនភាសាទៀតតែគាត់ថាយើងវាហួសពេលវេលាហើយមករៀនអីទៀតមានដល់មានប្រពន្ធមានកូនគ្រាន់ថាមើល Facebook យូរទៅគ្រាន់តែគេផុសជាលក្ខណៈបែបជុំបងប្អូនមិត្តភ័ក្តិអញ្ចឹងទៅយើងក៏មានអារម្មណ៍មួយថាអញនេះនឹកមិត្តភ័ក្តិដែរបើក៏ជិះទៅសាលារៀនទៅគ្រាន់តែយើងមើលជាក់ស្ដែងភ្នែកទៅគូក្បាលយើងចាប់ផ្ដើមដំណើរការថាអូមិត្តភ័ក្តិអញធ្លាប់លេងនៅនេះអញ្ចឹងណាបងប្អូនដល់ពេលហើយឥឡូវក៏មកដល់ដែរដល់ពេលយើងមកដល់សាលារៀនហើយយើងធ្លាប់រៀនជាមួយមិត្តភ័ក្តិរបស់យើងហ្នឹងនៅតែម្នាក់ឯងដែរនេះអត់មានមិត្តភ័ក្តិមកដែរព្រោះថ្ងៃនេះថ្ងៃចូលឆ្នាំគេដើរលេងហ្នឹងបងចឹងវីដេអូនេះពីចុងក្រោយមានអារម្មណ៍ថានឹកមិត្តភ័ក្តិដែលធ្លាប់រៀនជាមួយគ្នាបើមិត្តភ័ក្តិណាដែលធ្លាប់រៀនជាមួយខ្ញុំហើយបានមើលវីដេអូនេះសូមចូល comment ហើយនឹង like share ម្នាក់មួយផងដើម្បីឲ្យខ្ញុំថាអូម្នាក់នេះធ្លាប់រៀនជាមួយខ្ញុំម្នាក់នេះធ្លាប់រៀនជាមួយខ្ញុំចឹងណាបងប្អូនអរគុណហើយអរគុណមិត្តភ័ក្តិទាំងអស់គ្នាដែលអនុស្សាវរីយ៍ដែលចាស់កន្លងមកកាលពីតូចបាទមានតែប៉ុណ្្នឹងទេបាយបាយ